ខ្ញុំធ្លាប់បានបង្ហោះវីដេអូមួយទាក់ទងជាមួយនឹងរបៀបនៃការ activate Office ដោយប្រើ KMS Digital License នៅក្នុង Channel YouTube ហើយក៏មានប្រិយមិត្តយើងគាត់សួរថាតើការធ្វើបែបនេះវាប៉ះពាល់អ្វីខ្លះអូខេអញ្ចឹងថ្ងៃនេះយើងនឹងទៅសិក្សាអំពីផលប្រយោជន៍ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ KMS នៅលើ Computer របស់យើងអញ្ចឹងជាកិច្ចចាប់ផ្ដើមខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់អំពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Microsoft ឬក៏ Windows License ជាមុនសិនបច្ចុប្បន្ននេះ Microsoft បានបញ្ចេញ Windows License ចំនួន3ប្រភេទហើយទី1នោះគេឲ្យឈ្មោះថា Retro License ទី2នោះគឺ OEM License ហើយនិងទី3នោះគឺ Volume License អញ្ចឹងសំណួរសួរថាតើ License ទាំង3ប្រភេទនេះមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចតោះជាដំបូងយើងងាកមកមើល Retro License ជាមុនសិន Retail License នេះគឺជា License ដែលលក់រាយហើយអ្នកនរគ្នាអាចរកទិញបាននៅក្នុង website របស់ Microsoft ផ្ទាល់ឬក៏ហាងលក់ computer នៅក្នុងស្រុកយើងហើយតម្លៃរបស់វានោះគឺវារាំងថ្លៃបន្តិចហើយវាមានលក្ខណៈពិសេសត្រង់ថាអ្នកនរគ្នាទិញតែម្ដងគឺយើងអាចប្រើបានរហូតដោយយើងគ្រាន់តែភ្ជាប់ license របស់យើងជាមួយនឹង account Microsoft អញ្ចឹងនៅពេលដែលយើងចង់ផ្លាស់ប្ដូរ computer ថ្មីយើងគ្រាន់តែលុប account ពី computer ចាស់ចោលបន្ទាប់មកទៀតយើងត្រូវ sign up ជាមួយនឹង computer ថ្មីនោះ license របស់យើងនឹងភ្ជាប់ដោយ automatic ហើយអ្វីដែលពិសេសនោះវាធ្វើការ support ផ្ទាល់ពីក្រុមហ៊ុន Microsoft តែម្ដងបន្ទាប់គឺ OEM license OEM license នេះមកពីពាក្យពេចន៍ថា Original Equipment Manufacturer វាជាប្រភេទ license ដែលផ្ដល់ជូនឲ្យយើងដោយក្រុមហ៊ុនលក់ computer និយាយឲ្យស្រួលស្ដាប់ទៅគឺក្រុមហ៊ុនផលិត computer ដូចជា Dell, Asus ឬក៏ HP ជាដើមគេទៅទិញ license ហ្នឹងពីក្រុមហ៊ុន Microsoft ដើម្បីយក license ហ្នឹងយកមកដាក់នៅក្នុង motherboard របស់ computer គេអញ្ចឹងក្នុងករណីដែលអ្នកទាំងអស់គ្នាទិញ computer របស់ក្រុមហ៊ុនទាំងនោះយកមកប្រើប្រាស់គឺវាមាន license ស្រាប់ជាប់នៅក្នុង board ហើយប្រសិនបើយើងធ្វើការឈូសនៅ Windows ថ្មីក៏ license នោះវានឹងដំណើរការវិញដដែលដែរដោយសារតែ license នោះគឺវាជាប់នៅក្នុងកណ្ដាល CV ឬក៏ motherboard របស់ computer នោះស្រាប់ទី3នោះគឺ volume license វាជាប្រភេទ license key ដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ថាជា key activate ហ្នឹង volume license នេះភាគច្រើនគឺអង្គភាពឬក៏ក្រុមហ៊ុនដែលមាន computer ច្រើនគេទិញពី Microsoft ដើម្បីយកមកប្រើប្រាស់ហើយសម្រាប់ការគ្រប់គ្រងរបស់វាគឺស្ថិតនៅលើបុគ្គលិក IT ក៏ដូចជាស្ថាប័ននេះផ្ទាល់តែម្ដងអញ្ចឹង key នៅក្នុង volume license នេះគេបែងចែកជា2ទី1គឺ multiple activation key ដែលអ្នកទាំងអស់គ្នាត្រូវធ្វើការទិញមួយដើម្បី activate នៅ computer មួយអញ្ចឹងបើសិនជាយើងមានកុំព្យូទ័រ50យើងត្រូវទិញ key នេះចំនួន50ដែរទី2គឺ key management service ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា KMS ហ្នឹងអញ្ចឹងតើ KMS ជាអ្វីហើយ KMS វាមានអត្ថប្រយោជន៍និងគុណវិបត្តិអ្វីខ្លះតោះវីដេអូនេះយើងនឹងទៅសិក្សាសង្ខេបទាំងអស់គ្នាបើយើងនិយាយដល់ KMS មានមនុស្សជាច្រើនយល់ច្រឡំថា KMS គឺជារបស់ដែលមិនល្អសម្រាប់ប្រើប្រាស់នៅក្នុង computer ប៉ុន្តែតាមពិតទៅ KMS នេះគឺជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Microsoft ដែលបង្កើតឡើងសម្រាប់ក្រុមហ៊ុនខ្នាតធំដើម្បីធ្វើការ activate នៅម៉ាស៊ីន computer រាប់ពាន់គ្រឿងនៅក្នុងពេលតែមួយបច្ចុប្បន្ននេះ KMS ត្រូវបានគេបែងចែកជា2គឺ KMS ផ្លូវការដែលចេញដោយក្រុមហ៊ុន Microsoft និង KMS មិនផ្លូវការដែលគេច្នៃយកមកប្រើសម្រាប់ការ activate ទូទៅអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសូមមកនិយាយអំពី KMS ផ្លូវការជាមុនសិន KMS ផ្លូវការនេះវាដំណើរការដោយប្រព័ន្ធ client server មានន័យថាក្រុមហ៊ុនឬក៏អង្គភាពហ្នឹងគាត់ទៅធ្វើការទិញនៅ key KMS ពីក្រុមហ៊ុន Microsoft បន្ទាប់មកទៀតក្រុមហ៊ុន Microsoft ក៏ផ្ដល់ key KMS ហ្នឹងឲ្យទៅក្រុមហ៊ុនឬអង្គភាពហើយក្រុមហ៊ុនឬអង្គភាពហ្នឹងយក key KMS ហ្នឹងយកមកទុកនៅក្នុងម៉ាស៊ីន server របស់ខ្លួននៅពេលដែល computer client គាត់មានតម្រូវការនៅក្នុងការ activate គាត់គ្រាន់តែភ្ជាប់ទៅកាន់ server របស់ក្រុមហ៊ុនទៅនោះ key activate នឹងធ្វើការ connect ចូលទៅកាន់ Windows របស់ client ដោយផ្ទាល់ត្រង់ចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាមិនយល់ខ្ញុំសូមសង្ខេបឡើងវិញដំបូងគឺក្រុមហ៊ុនឬក៏អង្គភាពដែលគាត់ត្រូវការ key KMS ហ្នឹងគាត់តាក់ទងទៅកាន់ក្រុមហ៊ុន Microsoft ដើម្បីទិញ key KMS យកមកផ្ទុកនៅក្នុងម៉ាស៊ីន server នៅក្នុងអង្គភាពឬក៏ក្រុមហ៊ុនរបស់គាត់ចឹងទៅបន្ទាប់មកទៀតនៅពេលដែលក្រុមហ៊ុនធ្វើការ activate គេគ្រាន់តែដំឡើងនៅ Windows ទៅកាន់ client computer ឬក៏ computer របស់បុគ្គលិកហ្នឹងរួចរាល់បន្ទាប់មកគេក៏ធ្វើការ refresh ទៅកាន់ម៉ាស៊ីនមេរបស់ក្រុមហ៊ុនដោយស្នើសុំនៅការ activate តាមរយៈ local area network ហើយ server របស់អង្គភាពឬក្រុមហ៊ុននឹងអនុញ្ញាតឲ្យអ្នក activate លុះត្រាតែគ្រប់លក្ខខណ្ឌនោះគឺអ្នកត្រូវមាន computer client ចំនួន25គ្រឿងប្រសិនបើមិនគ្រប់លក្ខខណ្ឌទាំងនេះគឺការ activate នឹងមិនទទួលបានជោគជ័យឡើយអូខេអញ្ចឹងនេះគឺជាការ activate ផ្លូវការពីក្រុមហ៊ុន Microsoft ដែលវាមិនធ្វើឲ្យប៉ះពាល់និងមានបញ្ហាអ្វីដល់ computer ឡើយចុះតើការ activate មិនផ្លូវការដោយប្រើប្រាស់ KMS នោះមានលក្ខណៈដូចម្តេចនោះគឺជា KMS tool មួយចំនួនដូចជា KMS Auto KMS Pico KMS Digital License ឬក៏ Command Line Prompt មួយចំនួនដែលធ្វើការឲ្យអ្នក download ដោយឥតគិតថ្លៃនោះឯងអញ្ចឹងប្រភេទ KMS ទាំងនេះគឺ
គឺវាមិនមែនជា tool ដើម្បីភ្ជាប់ទៅកាន់ server របស់ក្រុមហ៊ុនណាមួយនោះឡើយគឺវាគ្រាន់តែជាល្បិចដែលគេច្នៃយកមកប្រើប្រាស់ដើម្បីក្លែង server ក្លែងមួយនៅក្នុង computer របស់អ្នកតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលអ្នកដំឡើង KMS Auto KMS Pico វានឹងទៅបង្កើតនៅ server ក្លែងតូចមួយនៅក្នុង computer របស់អ្នកដោយវាបញ្ឆោត Windows នៅក្នុង computer របស់អ្នកឲ្យ Windows នៅក្នុង computer របស់អ្នកគេថាខ្លួនកំពុងតែស្ថិតនៅក្នុង server របស់ក្រុមហ៊ុនណាមួយដែលធ្វើការភ្ជាប់ជាមួយនឹង key KMS នឹងបន្ទាប់មកវាក៏ធ្វើការស្នើនៅសំណើដើម្បី activate ទៅកាន់ server ក្លែងមួយនោះអញ្ចឹងក្រោយពីយើង activate បានជោគជ័យហើយ KMS នឹងដំណើរការរយៈពេល180ថ្ងៃស្មើនឹង6ខែអញ្ចឹងក្រោយពីផុតសុពលភាព180ថ្ងៃនេះគឺ KMS វានឹងធ្វើការទៅបង្កើត task មួយទៀតនៅក្នុង Windows របស់អ្នកដើម្បីបន្តនៅសុពលភាពដោយស្វ័យប្រវត្តិជាបន្តទៀតប៉ុន្តែមានកុំព្យូទ័រខ្លះมันអាចភ្ជាប់បានយូរនោះទេដោយសារតែកម្មវិធីចាប់ពីរោគគឺបានរកឃើញហើយនឹងធ្វើការសម្អាតនៅ key KMS មួយនេះអញ្ចឹងដើម្បីកុំឲ្យបាត់បង់អ្នកដែលច្នៃ KMS នេះគេប្រើវិធីសាស្ត្រមួយទៀតដែលគេឲ្យឈ្មោះថា digital license អញ្ចឹង digital license នេះវាខុសពី KMS ដោយសារតែវាមិនមែនធ្វើការបង្កើតនៅ server ក្លែងនោះទេគឺវាចូលទៅកែប្រែនៅ system file របស់ Windows មួយចំនួនដើម្បីឲ្យ Microsoft យល់ថា computer របស់អ្នកមានសិទ្ធិប្រើប្រាស់នៅ Windows ស្របច្បាប់ពី Microsoft ផ្ទាល់អញ្ចឹងវិធីសាស្ត្រមួយនេះគឺវាប្រើបានយូរជាងដោយសារតែកម្មវិធីចាប់មេរោគគឺมันងាយនឹងធ្វើការទៅលុបនៅ file ដែលបានកែប្រែនោះទេអញ្ចឹងតើកម្មវិធីទាំងអស់នេះមានគ្រោះថ្នាក់យ៉ាងដូចម្តេចដោយសារតែវាមិនមែនជាកម្មវិធីផ្ទាល់ចេញពីក្រុមហ៊ុន Microsoft វាគ្រាន់តែជាការច្នៃឡើងពីជនដែលយើងមិនស្គាល់ដើម្បីទៅបង្កើត server คล้ายៗឬក៏ទៅកែប្រែនៅ system file នៅក្នុង Windows របស់យើងវាមានន័យថាគេមានសិទ្ធិនៅក្នុងការ control ទៅលើ admin នៅក្នុង computer របស់យើងហើយដូច្នេះបើសិនជាពួកគេបង្កប់នៅមេរោគដូចជា spyware ឬក៏ ransomware វាអាចធ្វើឲ្យ computer របស់យើងត្រូវបានពួកគេគ្រប់គ្រងបានទាំងស្រុងដោយយើងមិនដឹងខ្លួនឥឡូវនេះយើងមកនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ KMS មិនផ្លូវការនេះតើវាផ្ដល់គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះដល់អ្នកប្រើប្រាស់ចំណុចដំបូងគឺយើងមកនិយាយអំពីគុណសម្បត្តិរបស់វាដូចពាក្យចាស់លោកពោលថារបស់ល្អមិនដែលព្រីឬក៏របស់ព្រីមិនដែលមានហើយអ្នក IT ក៏តែងតែនិយាយថាលើโลกនេះគ្មានរបស់ព្រីទេការពិតណាស់ទៅពេលដែលគេផ្ដល់អ្វីមួយដែលឥតគិតថ្លៃឲ្យយើងគឺគេប្រកាសជាចង់បានអ្វីមួយពីយើងវិញហើយប៉ុន្តែធ្វើមិនដេចបងក្រអញ្ចឹងយើងចេះតែទ្រាំប្រើប្រាស់ទៅព្រោះវាមិនត្រូវចំណាយប្រាក់នៅក្នុងការទិញ key ពី Microsoft នោះទេទី2គឺការប្រើប្រាស់បានយូរអង្វែងបើសិនជាអ្នកប្រើនៅ KMS Digital License 2038នោះមានន័យថាវានឹងធ្វើការ activate ឲ្យអ្នករហូតដល់ឆ្នាំ2038បើសិនជាករណីដែលគ្មានកម្មវិធីចាប់មេរោគណាអាចទៅរកវាឃើញហើយនឹងចាប់វាបានអញ្ចឹងយើងមានអារម្មណ៍ថាយើងមិនធុញទ្រាន់នៅក្នុងការ activate ច្រើនលើកច្រើនសារចំណុចទី3នោះគឺវាលឿនដោយការ activate យើងគ្រាន់តែធ្វើការចុចនៅប៊ូតុង2ទៅ3ជាមួយនឹងកម្មវិធីតែប៉ុណ្ណោះវានឹងដំណើរការដោយងាយស្រួលចូលទៅកាន់ Windows របស់យើងតែម្ដងចំណុចចុងក្រោយនោះគឺវាអាចធ្វើការដោះសោនៅមុខងារផ្សេងៗបានច្រើននៅពេលដែល computer របស់យើងមិនទាន់ activate នោះគឺវាបិទមុខងារមួយចំនួនដូចជាការផ្លាស់ប្ដូររូបភាពលើអេក្រង់អីចឹងទៅប៉ុន្តែនៅពេលដែលអ្នកធ្វើការ activate ហើយគឺវានឹងបើកនៅមុខងារទាំងអស់នេះឲ្យអ្នកប្រើប្រាស់បានជាធម្មតាតើឥឡូវនេះយើងមកនិយាយអំពីហានិភ័យនៅក្នុងការប្រើប្រាស់ KMS មិនផ្លូវការនេះម្ដងអញ្ចឹងចំណុចទី1នោះគឺជាបញ្ហាសុវត្ថិភាពឬក៏ security risk អញ្ចឹងកម្មវិធី KMS ភាគច្រើនតម្រូវឲ្យអ្នកបិទកម្មវិធីចាប់មេរោគជាមុនពេលនឹងដំឡើងវាហើយនេះហើយគឺជាឱកាសដែលធ្វើឲ្យមេរោគអាចជ្រៀតចូលទៅកាន់ម៉ាស៊ីនរបស់អ្នកដើម្បីលួចទិន្នន័យពី computer របស់អ្នកអញ្ចឹងទៅមួយទៀតគឺវាមិនស្របច្បាប់ករណីនេះបើសិនជាយើងយកទៅប្រើសម្រាប់អង្គភាពឬក៏ក្រុមហ៊ុនរបស់យើងវាអាចនឹងខុសច្បាប់ដោយក្រុមហ៊ុន Microsoft មានសិទ្ធិដឹងយើងពីបទរំលោភនៅកម្មសិទ្ធិបញ្ញារបស់គេដោយសារតែគ្រប់កម្មវិធីទាំងអស់គឺគេមានកម្មសិទ្ធិបញ្ញាអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នឬក្រុមហ៊ុនបើសិនបើមានការត្រួតពិនិត្យត្រឹមត្រូវពីខាង Microsoft ចំណុចមួយទៀតគឺវាមិនទទួលបានការ support ពី Microsoft ទេអញ្ចឹងនៅពេលដែល Windows ធ្វើការ update អ្វីមួយគឺ KMS របស់យើងមិនអាចទទួលយកនៅការ update ថ្មីពី Windows បានឡើយដូច្នេះវាមានមុខងារមួយចំនួននឹងត្រូវបាត់បង់នៅពេលដែល Windows ធ្វើការ update មួយទៀតគឺភាពមិនច្បាស់លាស់អញ្ចឹងនៅពេលដែលក្រុមហ៊ុន Microsoft ធ្វើការ update នៅ Windows យើងគឺវាអាចធ្វើការផ្ដាច់នៅ activate key នេះដោយស្វ័យប្រវត្តិឬក៏ block ចោលនៅ activate key ព្រោះមានការ update មួយចំនួនគឺវាប៉ះពាល់ដល់សុវត្ថិភាពរបស់ computer អញ្ចឹងទៅអញ្ចឹងការប្រើប្រាស់ KMS មិនផ្លូវការនេះគឺគ្មានការធានាទទួលខុសត្រូវពីក្រុមហ៊ុន Microsoft ឡើយអញ្ចឹងក្រោយពីស្ដាប់វីដេអូនេះហើយទោះបីជាយល់ឬក៏មិនយល់ក្តីសង្ឃឹមថាការប្រើប្រាស់ទៅលើ KMS មិនផ្លូវការនេះអ្នកនរគ្នាប្រើប្រាស់ដោយទំនួលខុសត្រូវដោយខ្លួនឯងបាទអរគុណ